ធនាគារជាតិនៃកម្ពុជាដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន Huawei Pay របស់លោកហ៊ុនតូធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន Huawei Pay របស់លោកហ៊ុនតូដែលរងការចោទប្រកាន់ជាយូរមកហើយថាក្រុមហ៊ុននេះគឺដើរតួនាទីយ៉ាងសំខាន់ដើម្បីប្រតិបត្តិការទូទាត់លាងលុយកខ្វក់រាប់សិបពាន់លានដុល្លារអាមេរិកឲ្យក្រសួងសង្គមខ្មៅងងឹតឬក៏ក្រុមឆបោកតាមប្រព័ន្ធអនឡាញទោះបីជាការដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុននេះក៏ដោយក៏ភ្នាក់ងាររបស់កម្មវិធី Huawei Pay នៅតែបន្តប្រតិបត្តិការទូទាត់ដូរលុយតាមរយៈកម្មវិធីនេះដដែលអ្នកនាំពាក្យធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីពេលសប្តាហ៍មុនថាអាជ្ញាប័ណ្ណក្រុមហ៊ុន Huawei Pay ត្រូវបានដកចេញដោយសារតែក្រុមហ៊ុនមួយនេះមិនបានបំពេញលក្ខខណ្ឌអនុលោមតាមបទបញ្ញត្តិនិងអនុសាសន៍ដែលមានស្រាប់ដែលធ្វើឡើងដោយនិយតិករកម្ពុជាទោះជាយ៉ាងណាអ្នកនាំពាក្យធនាគារជាតិនៃកម្ពុជានឹងបានបញ្ជាក់ថានៅក្រៅពេលដែលក្រុមហ៊ុននេះត្រូវបានដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះអាចចេញប្រឈមមុខបែបណានោះប្រសិនបើយើងនៅតែបន្តប្រព្រឹត្តការទូទាត់សាច់ប្រាក់តាមកម្មវិធី Huawei Pay ផ្នែកនៃក្រុមហ៊ុន Huawei Pay Group ក្រុមហ៊ុន Huawei Pay គឺជាផ្នែកមួយនៃក្រុមហ៊ុន Huawei Pay Group ដែលក្រុមហ៊ុននេះបានបង្កើតឡើងទីផ្សារអនឡាញជាច្រើនទៀតមានដូចជា Huawei Pay, Huawei Guarantee ដែលក្រុមហ៊ុនរកស៊ីឆបោកតាមអនឡាញអាចប្រើប្រាស់យ៉ាងទូលំទូលាយក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះរួមទាំងកម្ពុជាផងកម្មវិធីនេះអនុញ្ញាតឲ្យក្រុមអ្នករកស៊ីតាមអនឡាញប្រើប្រាស់នៅទិន្នន័យបច្ចេកវិទ្យានិងសេវាកម្មលាងលុយកខ្វក់បានក្រុមហ៊ុនវិនិយោគទិន្នន័យប្រតិបត្តិការកុំព្យូទ័រតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះ Elliptic និងមានមូលដ្ឋាននៅទីក្រុងឡង់ចក្រភពអង់គ្លេសកាលពីខែកក្កដាឆ្នាំ2024បានលាតត្រដាងថាបងជាដូនមួយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺលោកហ៊ុនតូគឺជានាយកមួយនៃក្រុមហ៊ុន Huawei Pay ប្រភពដដែលបានលាតត្រដាងថាក្រុមហ៊ុន Huawei Pay របស់លោកហ៊ុនតូពាក់ព័ន្ធយ៉ាងសកម្មនឹងទឹកប្រាក់ចំណេញបានមកពីអំពើលាងលុយកខ្វក់ពីការឆបោកតាមអនឡាញជុំវិញពិភពលោកហើយយ៉ាងហោចណាស់ទឹកប្រាក់សរុបជាង24,000លានដុល្លារត្រូវបានទូទាត់លាងលុយកខ្វក់តាមរយៈកម្មវិធីក្រុមហ៊ុន Huawei ប្រតិបត្តិការដកលុយរាប់ពាន់លានដុល្លារទោះបីជានៅពេលនេះធនាគារជាតិនៃកម្ពុជាបានដកអាជ្ញាប័ណ្ណក្រុមហ៊ុន Huawei Pay ក៏ភ្នាក់ងាររបស់កម្មវិធីទីផ្សារទូទាត់និងដូរលុយតាមអនឡាញឲ្យក្រុមហ៊ុន Huawei Pay នៅតែបន្តប្រតិបត្តិការជាហូរហែនិងជាប្រចាំភ្នាក់ងារដូរលុយតាមកម្មវិធី Huawei Pay បានបង្ហាញទិន្នន័យសាច់ប្រាក់នៅលើបណ្ដាញសង្គមពួកគេចំពោះប្រតិបត្តិការដូចលុយរាប់ពាន់លានដុល្លារនិងការទូទាត់ដូរលុយក្នុងកម្មវិធី Huawei Pay ដោយឆ្លងកាត់តាមធនាគារក្នុងស្រុកអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវលោកសេងសុខជាតិប្រមានទៅដល់ពលរដ្ឋខ្មែរដែលជាភ្នាក់ងារកម្មវិធីទីផ្សារដោះដូរលុយតាមអនឡាញឲ្យប្រុងប្រយ័ត្ននិងដកខ្លួនឲ្យបានឆាប់រហ័សលោកបានសង្កត់ធ្ងន់ថាប្រតិបត្តិការដែលបន្តដូរលុយឬទូទាត់សាច់ប្រាក់តាមកម្មវិធី Huawei Pay ក្រៅធនាគារជាតិដកអាជ្ញាប័ណ្ណនេះគឺជាបទល្មើសជាក់ស្ដែងលោកសេងសុខជាតិមានប្រសាសន៍កាលណាគ្រឹះស្ថានហិរញ្ញវត្ថុមួយត្រូវបានបិទនិងត្រូវបានដកចេញនៅគោលការណ៍ចេញពីរដ្ឋហើយតែនៅតែប្រព្រឹត្តទៀតមានន័យថានេះគឺជាបទល្មើសជាក់ស្ដែងដែលគួរតែចាត់វិធានការភ្លាមៗត្រូវធ្វើដោយឈរទៅលើគោលការណ៍ច្បាស់លាស់និងធ្វើការបិទបណ្ដាញទូទាំងប្រទេសដើម្បីឆ្លើយតបទៅនឹងការប្រព្រឹត្តបទល្មើសពីគោលការណ៍របស់រដ្ឋប្រសិនបើធនាគារជាតិត្រូវបានសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មការកំណត់មុខសញ្ញាណាមួយអញ្ចឹងធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចទាំងមូលតែម្ដងវាគឺជាគ្រោះធំមិនមែនជារឿងលេងសើចនិងគួរតែដោះស្រាយឈរទៅលើភាពពិតប្រាកដដោយឈរទៅលើមូលដ្ឋានច្បាប់លោកសេងសុខជាតិក៏ស្នើដល់ធនាគារជាតិនៃកម្ពុជា
និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធស៊ើបអង្កេតចំពោះប្រតិបត្តិការទូទាត់សាច់ប្រាក់របស់ក្រុមហ៊ុន Hall Pay នៅក្រោមការដកហូតអាជ្ញាប័ណ្ណនិងត្រូវចាត់វិធានការដោយឈរទៅលើគោលការណ៍ច្បាប់និងយុត្តិធម៌ប្រសិនបើរកឃើញបណ្ដាញទីផ្សារអនឡាញក្រុមហ៊ុនបានប្រព្រឹត្តលាងលុយកខ្វក់បម្រើដល់ក្រុមគ្រួសារក្រុមហ៊ុនខ្មៅងងឹតឬក៏ក្រុមឆបោកតាមអនឡាញអ្នកសារព័ត៌មានក៏មិនទាន់អាចតាក់ទងអគ្គនាយកទីផ្សារពិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រីជាសេរីដើម្បីសាកសួរបន្ថែមពាក់ព័ន្ធទៅនឹងបញ្ហានេះបាននៅឡើយទេចំណែកបងជីដូនមួយលោកហ៊ុនម៉ាណែតគឺលោកហ៊ុនតូក៏អ្នកសារព័ត៌មានមិនទាន់អាចតាក់ទងបានដែររហូតមកដល់ម៉ោងស្អែកពេលនេះកម្មវិធីដូរលុយតាមអនឡាញនៃក្រុមហ៊ុន Hall Pay ក្រៅពីស្រូបទាញពលរដ្ឋខ្មែរមួយចំនួនឲ្យបម្រើការងារហើយនោះក្រុមហ៊ុននេះក៏បានបង្កើតទីផ្សារតាមបណ្ដាញសង្គម Telegram ដែលត្រូវបានគេកំណត់ថាជាកន្លែងដ៏ពេញនិយមសម្រាប់ឧក្រិដ្ឋកម្មដែលមានចំណងទំនាក់ទំនងនិងប្រតិបត្តិការសាច់ប្រាក់ខុសច្បាប់ក្នុងទំហំរហូតទៅដល់ $24,000 លានអាមេរិករបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មឲ្យដឹងថាទីតាតាមបណ្ដាញសង្គម Telegram របស់ក្រុមហ៊ុន Hall Pay បានក្លាយជាសរសៃឈាមដ៏សំខាន់មួយនៃដំណើរការពាណិជ្ជកម្មខុសច្បាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់កំពុងប្រឈមការរីករាលដាលនៃការជួញដូរមនុស្សនិងការឆបោកតាមប្រព័ន្ធអនឡាញកាន់តែខ្លាំងអ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែនលោកចាកបស៊ីប្រាប់អ្នកសារព័ត៌មានថាការដកហូតអាជ្ញាប័ណ្ណធនាគារពីក្រុមហ៊ុន Hall នេះមិនត្រូវបានចាត់ទុកថាជាសញ្ញានៃការកែតម្រង់ឡើយខណៈអ្នកពន្យល់ថាវាអាចជាគ្រោះគ្រាន់តែជាបដូរឈ្មោះយីហោសម្រាប់លោកការកប់ស៊ីមវិធីមួយដែលរដ្ឋាភិបាលកម្ពុជាគួរធ្វើដើម្បីបង្ហាញថាខ្លួនពិតជាបង្ក្រាបយ៉ាងតឹងរ៉ឹងលើឧក្រិដ្ឋកម្មប្រព្រឹត្តដោយក្រុមហ៊ុន Hall នេះគឺអាជ្ញាធរកម្ពុជាត្រូវចាប់ខ្លួនរាល់មនុស្សដែលពាក់ព័ន្ធនៅក្នុងក្រុមហ៊ុននេះផងដែរពលរដ្ឋនៅតំបន់អន្តងអាំងថាមន្ត្រីលោកហ៊ុនម៉ាណែតគម្រាមពួកគាត់ឲ្យផ្សព្វផ្សាយបញ្ហាដីធ្លីនោះទេពលរដ្ឋនៅខេត្តពោធិ៍សាត់ថាមន្ត្រីខុទ្ទកាល័យលោកហ៊ុនម៉ាណែតគម្រាមពួកគាត់មិនឲ្យផ្សព្វផ្សាយបញ្ហាដីធ្លីនៅតំបន់អន្តងអាំងស្រុកវាលវែងខេត្តពោធិ៍សាត់ជាសាធារណៈបើពុំដូច្នោះអាជ្ញាធរនឹងមិនរកដំណោះស្រាយឲ្យប្រជាពលរដ្ឋឡើយប៉ុន្តែពលរដ្ឋថាអាជ្ញាធរគួររកដំណោះស្រាយឲ្យប្រជាពលរដ្ឋឲ្យបានឆាប់ប្រសិនបើជាជាងការគំរាមកំហែងសម្លេងរបស់ពួកគាត់មិនឲ្យនិយាយអំពីបញ្ហាដីធ្លីមួយនេះនៅព្រឹកថ្ងៃទី10មិនិនាប្រជាពលរដ្ឋជិត10នាក់ដែលរស់នៅក្នុងតំបន់ភ្នំ1500ស្ថិតនៅឃុំអន្លង់រៀបស្រុកវាលវែងខេត្តពោធិ៍សាត់បាននាំគ្នាដើរដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងក្រសួងពាក់ព័ន្ធនៅក្នុងរាជធានីភ្នំពេញឲ្យជួយរកយុត្តិធម៌ដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលអាជ្ញាធរខេត្តពោធិ៍សាត់បានដាក់អាវ៉ាតឲ្យពលរដ្ឋរស់រើផ្ទះសម្បែងចេញពីតំបន់អន្តងអាំងរយៈពេល15ថ្ងៃពលរដ្ឋថាមន្ត្រីខុទ្ទកាល័យលោកហ៊ុនម៉ាណែតមិនបានទទួលលិខិតរបស់ប្រជាពលរដ្ឋទេដោយឲ្យពលរដ្ឋទៅរកមេធាវីនៅខេត្តពោធិ៍សាត់ដើម្បីជួយរកដំណោះស្រាយអំពីបញ្ហានេះនិងបានគម្រាមពលរដ្ឋមិនឲ្យយកបញ្ហាដីធ្លីនៅតំបន់អន្តងអាំងទៅផ្សព្វផ្សាយជាសាធារណៈជាដាច់ខាតពលរដ្ឋថាមន្ត្រីនាយករដ្ឋមន្ត្រីមិនគួរគម្រាមពួកគាត់នោះទេទោះជាយ៉ាងណាតំណាងប្រជាពលរដ្ឋលោកស្រីសែមសុគាអះអាងប្រាប់អ្នកសារព័ត៌មានថាមន្ត្រីខុទ្ទកាល័យលោកហ៊ុនម៉ាណែតមិនគួរគម្រាមកំហែងទៅលើប្រជាពលរដ្ឋរងគ្រោះដីធ្លីនោះឡើយតែអាជ្ញាធរគួរតែប្រញាប់រកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់លោកស្រីថាពលរដ្ឋមិនអាចនៅស្ងៀមតាមការចង់បានរបស់អាជ្ញាធរឡើយពីព្រោះពលរដ្ឋជាង30គ្រួសារដែលអាជ្ញាធរបង្ខំឲ្យរស់រើផ្ទះសម្បែងចេញពីតំបន់ភ្នំ1500នោះដីធ្លីរបស់ពួកគាត់គឺមិនជាប់ពាក់ព័ន្ធនឹងតំបន់អន្តងអាំងក្នុងតំបន់អភិរក្សបៃតងរបស់រដ្ឋាភិបាលនោះទេលោកស្រីថាខ្ញុំជំពាក់លុយធនាគារត្រូវគេដេញចេញដោយមិនសំណងណាសមរម្យដែលធ្វើឲ្យខ្ញុំទទួលយកមិនបានទេហើយដីខ្ញុំមានប្លង់រឹងរួចហើយចោទប្រកាន់ខ្ញុំថានៅខុសច្បាប់
ត្រូវតែផ្សាយហើយដីខ្ញុំជាប់ជាមួយនឹងតំបន់អន្ទង់អាំងនោះទេអន្ទង់អាំងនៅលើហើយដីពួកខ្ញុំនៅខាងក្រោមពួកគាត់អត់បាននិយាយដីនៅក្រោមអន្ទង់អាំងដែរផងមិនត្រូវឲ្យពួកខ្ញុំចេញហើយតុលាការមិនទាន់ឲ្យឈ្នះផងយកអាវ៉ាតនឹងទៅបិទផ្ទះរបស់ពួកខ្ញុំឲ្យចាក់ចេញក្នុងរយៈពេលកន្លះខែពលរដ្ឋរងគ្រោះមិនមែនជាជនល្មើសទេពលរដ្ឋបន្ថែមថាប្រជាពលរដ្ឋជាង30គ្រួសារគឺជាជនរងគ្រោះមិនមែនជាជនល្មើសទៅកាប់បំផ្លាញទន្ទ្រានដីព្រៃមកធ្វើជាកម្មសិទ្ធិទេផ្ទុយទៅវិញដីធ្លីទាំងនោះពលរដ្ឋបានទិញពីទាហានដែលធ្លាប់ឈរជើងនៅតំបន់នោះហើយមានការទទួលខុសត្រូវពីអាជ្ញាធរភូមិឃុំនិងមានលិខិតទិញលក់ស្របច្បាប់ថែមទៀតពលរដ្ឋថាបច្ចុប្បន្នពួកគាត់កំពុងតែជំពាក់បំណុលធនាគារដោយសារតែពួកគាត់យកលុយទាំងនោះទៅទិញដីនៅតំបន់នោះរស់នៅនិងអាស្រ័យផលអ្នកសារព័ត៌មានក៏មិនទាន់អាចទាក់ទងអភិបាលខេត្តពោធិ៍សាត់លោកខូយរីដានិងអ្នកនាំពាក្យរដ្ឋមន្ត្រីលោកមាសសុភ័ណ្ឌដើម្បីសុំបកស្រាយជុំវិញរឿងនេះបាននៅឡើយទេទាក់ទិនទៅនឹងបញ្ហានេះអនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លីនិងធនធានធម្មជាតិនៃសហគមន៍ការពារសិទ្ធិមនុស្សអាត6លោកយិនមីងលីយល់ថារដ្ឋាភិបាលគួរតែរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់ប្រសើរជាងការដាក់គម្រាមទៅលើពួកគាត់លោកថាអាជ្ញាធរថ្នាក់ជាតិគួរតែចុះទៅសិក្សាអំពីបញ្ហានេះឲ្យបានច្បាស់ដើម្បីរកដំណោះស្រាយមិនគួររុញបញ្ហាទីនេះឲ្យអាជ្ញាធរខេត្តនោះទេពីព្រោះអាជ្ញាធរខេត្តជាអ្នកដាក់អាវ៉ាតឲ្យពួកគាត់ចុះរុះរើផ្ទះសម្បែងលោកយុនមេងលីមានប្រសាសន៍មូលហេតុអ្វីបានជាប្រជាពលរដ្ឋមិនព្រមចាក់ចេញហើយការបណ្ដេញគាត់ចេញសំអាងទៅលើអ្វីឲ្យបានច្បាស់លាស់អញ្ចឹងត្រូវចំណាយពេលមួយព្រឹកនៅជាមួយគាត់និងបញ្ឈប់ការដាក់អាវ៉ាតឲ្យទៅពួកគាត់គំរាមកំហែងទៅលើពួកគាត់សកម្មជនរបស់ពួកគាត់និងដោះលែងពួកគាត់ឲ្យដែលអ្នកជាប់ឃុំឲ្យមានសេរីភាពឡើងវិញសិនកាលពីថ្ងៃទី3ខែមិនិនាអាជ្ញាធរខេត្តពោធិ៍សាត់បានចេញលិខិតមួយច្បាប់ដោយបង្ខំឲ្យពលរដ្ឋរស់នៅក្នុងតំបន់ភ្នំ1500ស្រុកវាលវែងត្រូវរុះរើផ្ទះសម្បែងចេញពីតំបន់អន្ទង់អាំងក្នុងរយៈពេល15ថ្ងៃប្រសិនបើពួកគាត់មិនព្រមរុះរើតាមការកំណត់ទីនោះអាជ្ញាធរនឹងចុះទៅរុះរើនិងចាត់វិធានការតាមច្បាប់ប៉ុន្តែពលរដ្ឋរស់នៅតំបន់នោះអះអាងថាពួកគាត់នឹងមិនចាក់ចេញតាមការបង្ខំរបស់អាជ្ញាធរនោះឡើយនិងស្នើឲ្យរដ្ឋាភិបាលជួយកាត់ជ្រឿលដីធ្លីទាំងនោះឲ្យប្រជាពលរដ្ឋបានរស់នៅនិងបានអាស្រ័យផលឡើងវិញនិងដោះលែងតំណាងប្រជាពលរដ្ឋម្នាក់គឺលោកស្រីសេនពិសីដែលអាជ្ញាធរខេត្តពោធិ៍សាត់ចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំ2024កន្លងទៅឲ្យមានសេរីភាពឡើងវិញក្រុមហ៊ុនសម្អាតព្រលានយន្តហោះខេត្តសៀមរាបទូទាត់សំណងដល់កម្មករដែលអូសបន្លាយរយៈពេល5ឆ្នាំក្រុមហ៊ុនសម្អាតព្រលានយន្តហោះខេត្តសៀមរាបយល់ព្រមទូទាត់សំណងដល់កម្មករជាង$80,000ក្រោយវិវាទការងារបានអូសបន្លាយរយៈពេល5ឆ្នាំក្រុមហ៊ុន HCC Group ដែលជាក្រុមហ៊ុនផ្ដល់សេវាសម្អាតព្រលានយន្តហោះខេត្តសៀមរាបបានចូលរួមដោះស្រាយវិវាទការងាររវាងក្រុមហ៊ុននិងកម្មករជាង100នាក់នៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី4ខែមិនិនាពាក់ព័ន្ធទៅនឹងការព្យួរកិច្ចសន្យាការងាររបស់កម្មករដោយមិនបានជូនដំណឹងទៅមន្ទីរឬក្រសួងការងារកាលពីឆ្នាំ2020ក្នុងអំឡុងពេលនៃការរាតត្បាត COVID-19 ក្រុមហ៊ុនខាងលើបានយល់ព្រមទូទាត់សំណងជាង$80,000ជូនកម្មករគណៈមន្ត្រីសហជីពថាចំនួននេះគឺពុំត្រឹមត្រូវតាមច្បាប់ស្តីពីការងារឡើយការដោះស្រាយបានអូសបន្លាយជាច្រើនឆ្នាំប្រធានសហជីពកម្មករនយោជិតវិស័យទេសចរណ៍កម្ពុជាលោកទូចកុសលប្រាប់អ្នកសារព័ត៌មានថាលោកសោកស្ដាយចំពោះការអូសបន្លាយពេលជាច្រើនឆ្នាំក្នុងការបញ្ចប់វិវាទការងារដែលប្រកាសថាបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករលោកបន្តថាទោះបីជាបង់សងនៅពេលនេះពុំត្រឹមត្រូវតាមច្បាប់ស្តីពីការងារក៏ដោយក៏កម្មករនៅតែទទួលយកដំណោះស្រាយខណៈដែលការគណនារបស់ក្រសួងការងារនិងសហព័ន្ធសហជីពបង្ហាញថាក្រុមហ៊ុនខាងលើត្រូវបង់
សងកម្មករជិត$20,000 អាមេរិកឯណោះលោកកុសលមានប្រសាសន៍ជាលើកទី1ដែលខ្ញុំឃើញវិវាទដោះស្រាយអូសបន្លាយរយៈពេល5ឆ្នាំជាងនិងលើកទី1ដែលខ្ញុំបានដោះស្រាយរឿងនេះជួបតែរឿងបែបហ្នឹងខ្ញុំមានការសោកស្ដាយដែលការអូសបន្លាយពេលវេលានឹងធ្វើឲ្យកម្មករគាត់ជួបការលំបាកកន្លងមកគឺគាត់អត់ការងារធ្វើបាត់បង់ប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសាររបស់គាត់លោកទូចកុសលបន្ថែមថាប្រសិនបើក្រុមហ៊ុនដែលកំពុងជួបវិបត្តិហើយមានឆន្ទៈដោះស្រាយវិបត្តិការងារជូនកម្មករគួរតែលើកយកបញ្ហាដាក់លើតុជជែកគ្នាជាមួយនឹងកម្មករហើយលោកជឿថាកម្មករនឹងយល់ពីទុក្ខលំបាករបស់ក្រុមហ៊ុនដូចគ្នាសំរងស៊ីពលដដែលថារបៀបដឹកនាំបែបគ្រួសារនិយមសពថ្ងៃទោះកូនគ្មានសមត្ថភាពក៏គេលើកដំកើងដែរអតីតមេដឹកនាំគណៈបកប្រឆាំងលោកសំរងស៊ីលើកឡើងថាគណៈបកប្រជាជនកម្ពុជាដែលគ្រួសារត្រកូលហ៊ុនដឹកនាំប្រទេសតាមបែបវប្បធម៌គ្រួសារនិយមនោះទោះបីកូនពួកគេកាន់អំណាចតពីលោកហ៊ុនសែនជាមនុស្សគ្មានសមត្ថភាពក៏ដោយក៏ពួកគេរៀបដំឡើងឲ្យដឹកនាំប្រទេសដែរអតីតប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីថ្លែងក្នុងវីដេអូឃ្លីបមួយលើទំព័រ Facebook របស់ខ្លួនថាកូនរបស់លោកហ៊ុនសែនក៏ដូចជាលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងលោកហ៊ុនម៉ាណិតជាអគ្គមេបញ្ជាការកងទ័ពជើងគោកគ្រាន់តែឡើងតាមជើងខោឪពុកប៉ុណ្ណោះលោកសំរងស៊ីលើកឡើងថាក្រមវប្បធម៌ដឹកនាំបែបកុម្មុយនីសគ្រួសារនិយមនេះទោះជាកូនលោកហ៊ុនសែនគ្មានសមត្ថភាពដឹកនាំប្រទេសគ្មានបទពិសោធន៍និងស្នាដៃសម្រាប់ប្រទេសជាតិក៏ដោយក៏ពួកគេលើកដំកើងកូនខ្លួនឲ្យគ្រប់គ្រងប្រទេសជាតិដែរខណៈកូនខ្មែរដែលមានសមត្ថភាពដឹកនាំនិងស្រឡាញ់ប្រទេសជាតិពិតប្រាកដត្រូវបានពួកគេផាត់ចោលទាំងអស់អតីតមេដឹកនាំគណៈបកប្រឆាំងរូបនេះបញ្ជាក់ថាគណៈបកសង្គ្រោះជាតិមានវប្បធម៌លើកដំកើងអ្នកស្នេហាជាតិនិងអ្នកមានសមត្ថភាពដឹកនាំគ្រប់ស្រទាប់ទាំងអស់ទោះពួកគេជាកូនកសិករមិនក៏ជាសាច់ញាតិរបស់អ្នកដឹកនាំជាន់ខ្ពស់ក៏ដោយព្រោះគណៈបកប្រឆាំងមិនមានវប្បធម៌លើកបន្ទប់កូនខ្លួនឯងដោយលោកហ៊ុនសែនលើកបន្ទប់លោកហ៊ុនម៉ាណែតឲ្យដឹកនាំបន្តពីខ្លួននោះទេឧទាហរណ៍ជាក់ស្ដែងនៅពេលនេះក្រុមមេដឹកនាំគណៈបកប្រជាជនកម្ពុជាទាំងអស់ចាប់ផ្ដើមពិនិត្យទៅលើរូតរហូតពីលើរហូតទៅដល់ក្រោមបានពង្រាយកូននិងសាច់ញាតិរបស់ពួកគេឲ្យចូលទៅគ្រប់គ្រងតាមក្រសួងស្ថាប័នក្នុងប្រព័ន្ធរដ្ឋបាលរបស់ជាតិទាំងអស់ជាពិសេសក្រុមគ្រួសារសាច់ញាតិនិងបកពួករបស់គ្រួសារលោកហ៊ុនសែនតាមរយៈបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រឆ្នាំ2023គេបានរកឃើញថាខ្សែស្រឡាយបកពួកលោកហ៊ុនសែនជិត1/4ត្រូវបានរៀបចំដាក់ឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រដើម្បីឲ្យជួយគាំទ្រដល់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកហ៊ុនម៉ាណែតដែលត្រូវបានរៀបចំឲ្យក្លាយជានាយករដ្ឋមន្ត្រីបន្តពីឪពុកនោះចំណែកឯមន្ត្រីជាន់ខ្ពស់ផ្សេងទៀតក៏បានរៀបចំតំណែងឲ្យកូនរបស់ពួកគេដែរដូចជាលោកសសុខាកូនប្រុសលោកសខេងលោកទាសីហាកូនប្រុសលោកទាបាញ់លោកសាយសំអាលកូនប្រុសលោកសាយឈុំលោកពោមេនីកូនប្រុសលោកទំទាវម៉ែនសំអននិងលោកវងសោតកូនប្រុសលោកហេងសំរិនជាដើមក្រៅពីកូនមន្ត្រីកំពូលកូនរបស់មន្ត្រីផ្សេងទៀតក៏ត្រូវបានរៀបចំឲ្យកាន់តំណែងខ្ពស់តាមក្រសួងស្ថាប័ននានាដែរដូចជាលោកទិតទីណាកូនប្រុសរបស់លោកទិតមន្ទីលោកឆៃរិទ្ធិសែនកូនប្រុសលោកឆៃថនអ្នកស្រីចោមនិមលកូនស្រីលោកចោមប្រសិទ្ធនិងលោកស្រីជាសេរីកូនស្រីលោកជាចន្ទោជាដើមគណៈមន្ត្រីថ្នាក់ដឹកនាំបន្តមកក៏តែងតាំងសាច់ញាតិនិងបកពួករបស់គេតាមរបៀបថ្នាក់លើរបស់ពួកគេផងដែរ